ឆ្ងល់ដូចខ្ញុំហ្មងតែ QR ហ្នឹងមិនបានសុកគេបកកើតឡើងហើយខ្ញុំអានដល់យល់តែម្ដងហេតុអីបាន scan ទៅចេញមនុយទៅចេញចូលទៅក្នុង app ផ្សេងៗបានហើយទៅចេញ app ផ្សេងៗជាច្រើនទៀតតែបងប្អូនឆ្ងល់ថាគ្រាន់តែអក្សរកឡោនហើយបកកើតមកបានជារូបភាពឲ្យយើង scan បានការកើតឡើងនៃ QR ដំបូងហ្នឹងកើតចេញពីបុគ្គលិកនៅក្រុមហ៊ុន Toyota ប្រទេសជប៉ុនដែលគាត់ជាវិស្វករនៅក្រុមហ៊ុន Toyota នឹងឯងហើយពេលដែលគាត់ទៅគឺគាត់ធ្វើការលេងអុកដោយសារតែពេលនោះ system នៅក្នុងក្រុមហ៊ុន Toyota ហ្នឹងមានការ scan QR ច្រើនហើយញ៉ៃខ្លាំងមែនតើអញ្ចឹងគាត់ក៏រកនឹកថាវិធីណាដើម្បីងាយស្រួលហើយបងប្អូនទាំងអស់គ្នាអាចមើលបានថាសុំផ្ទៃខាងក្រៅរបស់ QR ហើយនឹងកន្លោងក៏ដូចគ្នាមែនតើហើយបដូរតែខប់ខាងក្នុងឯងអាចបដូររូបរាងហើយនឹងកម្មវិធីរបស់ QR ហ្នឹងបានហើយចុងក្រោយគាត់ក៏បានរកឃើញហើយនឹងបានបង្កើតជាស្ថាប័ននៅឆ្នាំ1994ដែលរហូតមកដល់បច្ចុប្បន្ននេះ QR មានភាពងាយស្រួលមែនទែនក្នុងការបង្កើននៅល្បឿនការងារទៅដល់អ្នកប្រើប្រាស់គ្រប់គ្នាហើយអ្នកប្រើប្រាស់នៅទូទាំងពិភពលោកមានលើសពីខ្ទង់រាប់រយពាន់លានអ្នកឯណោះប៉ុន្តែខ្ញុំគិតថាបងប្អូនក៏មិនបាច់ឆ្ងល់ច្រើនដែរនេះហើយដែលគេហៅថាបច្ចេកវិទ្យាដែលនឹកស្មានមិនដល់ហើយក៏ជាកូដមួយនៅក្នុងការចងក្រងដើម្បីបង្កើតបានទៅជា QR ឲ្យបងប្អូន scan ផ្សេងៗហើយបងប្អូនមិនបាច់ឆ្ងល់ទេថាសម័យនេះអ្វីក៏អាចកើតឡើងបានដែរនឹងមានរឿងអ្វីកើតឡើងទៀតដូច្នេះហើយបងប្អូនត្រូវរៀនសូត្រពីក្មេងឲ្យបានច្រើនជាពិសេសទៀតនោះតាមដានផ្នែកបច្ចេកវិទ្យាដែលរីកលូតលាស់ទៅជាលំដាប់នេះឲ្យបានច្រើននោះនៅពេលដែលនិយាយជាមួយក្មេងៗក៏អាចដើរទាន់ក្មេងៗហើយនិយាយចូលគ្នាផងដែរដូច្នេះត្រូវតែបន្តអភិវឌ្ឍខ្លួនឯងហើយរៀនសូត្រពីអ្វីថ្មីជានិច្ចតែគាត់អាចស្រាវជ្រាវចេញជា QR នេះបានគាត់ប្រើរយៈពេលពីឆ្នាំ1992រហូតដល់ឆ្នាំ1994ដូច្នេះគុំបន្តខ្លួនឯងថាខ្លួនឯងហេតុអ្វីចាប់ផ្ដើមយឺតពេលអ្វីគ្រប់យ៉ាងមិនដែលយឺតពេលនោះទេសម្រាប់អ្នកទាំងអស់គ្នាពេលចាប់ផ្ដើមពិតជាគួរឲ្យខ្លាចហើយគ្មានអ្នកណារំពឹងថានឹងជោគជ័យនោះទេប្រើប្រាស់ទាំងពេលវេលាហើយប្រើប្រាស់ទាំងការអត់ធ្មត់ហើយនឹងសារល្បងយើងគ្រប់សកម្មភាពទាំងអស់អញ្ចឹងចង់ដឹងអីទៀតពីដាណេត